បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងចូលដល់វីដេអូថ្ងៃនេះបងប្អូនទាំងអស់គ្នាជប់នេះកុំភ្លេចទៅចូលរួមបង្ហោះគោមនៅវត្តចក់ធំរបស់យើងទាំងអស់គ្នាព្រោះអីជប់នេះគឺមានការបង្ហោះគោមអញ្ចឹងណាហើយមួយទៀតបងប្អូននៅថ្ងៃទី18ពេលថ្ងៃគឺវត្តចក់ធំរបស់យើងគឺជាថ្ងៃបង្ហើយអញ្ចឹងគឺវត្តយើងមានការស្រង់ព្រះស្រង់អីអញ្ចឹងណាបងប្អូននៅម៉ោង12អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចទៅចូលរួមស្រង់ព្រះស្រង់អីទាំងអស់គ្នាហើយយើងមានការរំលែងសប្បាយដូចជាឆ្នាំមុនអញ្ចឹងឆ្នាំមុនពុកម៉ែបងប្អូនយើងគឺគាត់រំលែងសប្បាយមែនទែនហើយមនុស្សច្រើនមែនទែនបងប្អូនដោយសារតែថ្ងៃបង្ហើយនៅវត្តចករបស់យើងហើយក៏ដូចជានៅទីកន្លែងផ្សេងៗហ្នឹងគឺគេសម្រាប់រៀងច្រើនដែរអញ្ចឹងវត្តចករបស់យើងគឺមករំលែងសប្បាយច្រើនមែនទែនឆ្នាំមុនបាទអញ្ចឹងកុំភ្លេចទៅចូលរួមប្រយ័ត្នស្ដាយក្រោយបងប្អូនអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាបងប្អូនបងព្រះអង្គមកទៀតអាយសាវត្តធัวបីនេះណាសាភៈភៈវៈតោអូននឹងចាប់លេងនឹងចាប់អូននឹងចាប់រាវអូនរាវអាទៀតរត់ខ្លួនរត់អាមួយអមរាវរត់ខ្លួនរត់រត់បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកលេងវត្តចកធំនៅពេលយប់ហើយថតឲ្យបងប្អូនមើលនៅពេលយប់ចឹងណាចឹងថ្ងៃមុនហ្នឹងគឺថតនៅពេលថ្ងៃហើយអធិស្ឋានបងប្អូនឲ្យថតឡើង 4K ប៉ុន្តែផុសទៅបានតែ360ដោយសារមានបញ្ហាចឹងណាចឹងថ្ងៃនេះគឺខ្ញុំមកថតនៅពេលយប់ចង់ដឹងថាសកម្មភាពពេលយប់ហើយក៏ដូចជាការរៀបចំពេលយប់មើលទៅមានលក្ខណៈបែបណាដែរបងប្អូនចាំទស្សនាទាំងអស់គ្នាចឹងខាងមុខមិញជាផ្លូវចូលហើយមានភ្លើងមានអីរៀបតម្រៀបមកមើលទៅឃើញស្អាតមែនទែនបងប្អូនហើយកន្លែងនេះគឺយើងសម្រាប់ថតរូបលេងកំសាន្តបើពេលថ្ងៃអីត្រូវហ្មងបងប្អូនហើយរូបរាងនេះគឺជាមើលទៅដូចកំពូលប្រាសាទអង្គរវត្តអញ្ចឹងណាមើលទៅថាលក្ខណៈថាយើងយកបែបបត់ផែនពីប្រាសាទអង្គរវត្តអីចឹងទៅហើយមួយទៀតខ្ញុំចាប់អារម្មណ៍ភ្លើងនេះមែនទែនបងប្អូនភ្លើងនេះដាក់នៅតាមផ្លូវពេលដែលដើរចូលមកឃើញតំណងមែនទែនវាមានតែអាស័យហើយនឹងយកអំពូលយើងធម្មតាហ្នឹងយកទៅដាក់ប៉ុន្តែដាក់ទៅការច្នៃគឺឃើញស្អាតមែនទែនបងប្អូនហើយខ្ញុំមកនេះមករៀងមុនបន្តិចដើម្បីជាការថតឲ្យបងប្អូនមើលស្រួលចឹងណាព្រោះអីតិចទៀតហ្នឹងមនុស្សច្រើនមែនទែនបងប្អូនមនុស្សច្រើនចឹងពិបាកថតពិបាកអីណាហើយសកម្មភាពចាំឆ្លៀតថតថាថតបានក៏បានថតមិនបានក៏អត់ព្រោះមនុស្សច្រើនហើយគេខ្ពស់ខ្ញុំទៀតបងប្អូនហើយកន្លែងនេះខ្ទមទឹកត្នោតបងប្អូនខ្ទមទឹកត្នោតហើយអត់មានទឹកត្នោតឲ្យបងប្អូនតេះទេណាកុំច្រឡំទៅមើលក្នុងបងអត់មានទេក្នុងអីគេហៅអីទេបងប្អូននេះភ្លេចបាត់ហើយអានេះគឺផ្លូវចូលទៅថតរូបថតអីចឹងណាចាំមើលពេលថ្ងៃបងប្អូនពេលថ្ងៃទី18ហ្នឹងបានថតរូបបានល្អស្អាតសម្រាប់បងប្អូនទាំងអស់គ្នាកន្លែងនេះកន្លែងរាំលេងកំសាន្តភ្លេចប្រាប់មិញបងប្អូនកន្លែងផ្លូវចូលមិញគឺក្បាច់ខ្មែរអញ្ចឹងណាក្បាច់ខ្មែរយើងហើយកន្លែងរាំលេងកំសាន្តនេះមានដាក់ចំបើងមានដាក់ក្អមមានអីរៀបចំហើយមេឃភ្លៀងមកសាមញ្ញទៅបងរៀងដាក់ទឹកបន្តិចប៉ុន្តែមិនជាបញ្ហាទេព្រោះអីយើងមានសាបមានអីឥឡូវហើយកម្មវិធីដំបូងហ្នឹងគឺមានការសូត្រមុនប្រះព្រំពីលោកគ្រូចៅអធិការហើយលោកសង្ឃទាំងអស់ជូនដល់ពុទ្ធបរិស័ទញញោមអីចឹងណាបន្តមកទៀតយើងមានការដង្ហែជាទង់ជាតិសាសនាព្រះមហាក្សត្រណាដង្ហែដោយបងប្អូនក្រុមការងារទាំងអស់ដែលគាត់ស្ម័គ្រចិត្តជួយហើយសូមអរគុណច្រើនមែនទែនសម្រាប់ការជួយជ្រោមជ្រែងហើយនឹងការរៀបចំសកម្មភាពទាំងអស់នេះជាពិសេសលោកគ្រូគាត់បានរៀបចំឲ្យមានសកម្មភាពទាំងអស់នេះហើយបន្ទាប់មកយើងនឹងហែជាអបអរសាទរមហាសង្ក្រាន្តវត្តចកអញ្ចឹងណាហើយមានជាដើរកាន់ក្រមាខាងក្រោយបញ្ជាក់ថានេះជាអត្តសញ្ញាណរបស់ខ្មែររបស់យើងគឺកម្មាបងប្អូនកម្មាគឺយើងណែនាំទៅបរទេសទៅគឺគាត់បានស្គាល់អំពីអ្វីដែលយើងមានហើយបន្ទាប់មកទៀតយើងមានសកម្មភាពជាការរាំរបាំជូនពរបងប្អូនរបាំជូនពរហើយសម្រាប់អ្នករាំពិតជាស្រស់ស្អាតមែនទែនប៉ុន្តែខ្ញុំថតទៅរៀងចាំងភ្លើងមកពីខាងបាសបងប្អូនចាំងភ្លើងទៅវាអត់សូវច្បាស់ល្អប៉ុន្តែសម្រាប់អ្នករាំគឺស្រស់ស្អាតហើយកាយវិការទុនល្វិលល្វន់សមនឹងរបាំដែលគាត់កំពុងតែរាំនេះមែនទែនហើយមួយទៀតបងប្អូនយើងឃើញសកម្មភាពផ្លែបែបហ្នឹងគាត់មករមមើលច្រើនមែនទែនហើយថ្ងៃហ្នឹងមនុស្សច្រើនណាបងប្អូនសឹងតែរយយកមនុស្សច្រើនកុំឲ្យតែភ្លៀងបើភ្លៀងវាពិបាកដែរថ្ងៃមុនមានរបាំត្រុតអញ្ចឹងទៅចាំពេលភ្លៀងអញ្ចឹងទៅរៀងពិបាកបន្តិចសម្រាប់អ្នកមកចូលរួមហើយបន្តមកទៀតសកម្មភាពនឹងការរាំ
លេងកំសាន្តរបស់រំជាលក្ខណៈប្រពៃណីរំជាលក្ខណៈប្រពៃណីដោយបងប្អូនក្រុមការងារហើយគាត់ប្រហែលជាមានការវឹកហាត់សមរយៈពេលខ្លីមើលទៅប៉ុណ្ណឹងអាចទទួលយកបានហើយបងប្អូនប៉ុន្តែមិនទាន់ perfect មិនទាន់ល្អឥតខ្ចោះទេហើយមួយទៀតដែលយើងមានសកម្មភាពជាបន្តទៀតបងប្អូនចូលដល់ល្បែងវិជាប្រៃហើយល្បែងវិជាប្រៃនេះដំបូងហ្នឹងគឺលេងវាយថាសហើយសម្រាប់លោកគ្រូគាត់អ្នករៀបចំគាត់អ្នក MC ហើយខ្ញុំចេះ MC ខ្លះៗដែរប៉ុន្តែខ្ញុំអត់ហ៊ានទេក្នុងការទៅចូលរួមជួយអីចឹងណាពួកអីអៀនពេកបងប្អូនសម្បីតែថតសម្បីតែដើរហ្នឹងគឺក៏រៀងអៀនគេដែរហើយសម្រាប់ការលេងនេះខាងបងស្រីគាត់ជាអ្នករាវដេញចាប់ចឹងណាហើយខាងបងប្រុសគាត់ជាអ្នកគោះហើយគោះទៅពេលដើរបុកចិត្តបុកគ្នាហ្នឹងគឺសប្បាយហូរមែនតើដោយសារតែគាត់ចាប់រកបានចឹងណាចឹងទៅគាត់ជាសប្បាយហើយបូករួមជាមួយនឹងលោកគ្រូគាត់ជាអ្នកបញ្ចូលសលេងថែមថយចឹងទៅគាត់មានការកំប្លុកកំប្លែងរៀបចំអីចឹងទៅវាមើលទៅមានលក្ខណៈសប្បាយហើយសាច់ហូរខ្លាំងមែនតើហើយបន្តទៀតហ្គេមឬក៏ល្បែងវិជាប្រៃយើងបន្តទៀតនេះគឺការរត់ត្រីប៉ុន្តែយើងយកមកលេងនេះគឺយើងរត់យកនំយកលុយយកអីផ្សេងអញ្ចឹងណាសប្បាយទៅហើយខាងបងប្រុសគាត់ហូគាត់គ្រប់ត្រូលខាងប្រុសទៅហើយខាងបងនារីគាត់ខំប្រឹងឲ្យបងនារីគាត់រត់បានទេប៉ុន្តែគាត់ជាយាមរកដែរប៉ុន្តែរកអត់សូវបានដោយខាងបរោះគាត់ល្អគាត់ទៅដល់ខាងហ្នឹងគាត់ដើរទៅដល់រត់បានច្រើនជាងហើយសប្បាយបងប្អូនហូរសប្បាយល្បែងជាប្រៃមួយនេះហើយបន្ទាប់ពីចេញពីនឹងមកទៅមើលកីឡាផ្លេតបងប្អូនទៅមើលប៉ះចំកីឡាសងសឹកបាទថ្ងៃមុនឃើញគូបាក់ឆាកហ្នឹងហើយថ្ងៃនេះឃើញគូបាក់ឆាកហ្នឹងសងសឹកគ្នាមើលទៅមុខដូចដដែលបងប្អូនខ្ញុំមើលទៅឃើញថាប្រហែលជាការសងសឹកព្រោះថ្ងៃមុនវាម្ដងហើយអញ្ចឹងមើលទៅប្រហែលជាចង់ហាត់សមហើយចង់សងសឹកម្ដងទៀតមើលទៅកីឡាហើយបន្ទាប់មកជាចុងក្រោយគឺមានការរៀបរាំលេងកំសាន្តហើយមកវងពេញបងប្អូនមកវងពេញហ្នឹងគឺទាំងប្រុសទាំងស្រីទាំងកន្លោះទាំងកំមុំទាំងយាយទាំងតាមករាំទៅទាំងអស់ឲ្យលេខ1ហ្មងខាងរាំខាងវត្តចោបើយើងគឺថាចាំតរាំទេបាទហើយរាំពេញតែវងហ្មងបងប្អូនវងប៉ុណ្ណានៃហើយនៅពេញទៀតណាហើយខ្ញុំអត់សូវហ៊ានទេខ្ញុំអៀនខ្ញុំមិនសូវហ៊ានរាំដែរខ្ញុំបានតែឈរថតឲ្យពុកម៉ែបងប្អូនមើលហើយដើរលេងកំសាន្តទៅហើយខ្ញុំសូវដើរមានគ្នាខ្ញុំដើរតែម្នាក់ឯងដើរថតនេះថតនោះទៅឲ្យបងប្អូនមើលចឹងទៅហើយខ្ញុំក៏មិនមានកាមេរ៉ាអីល្អដែរបងប្អូនខ្ញុំថតនឹងទូរស័ព្ទដៃទេអញ្ចឹងបងប្អូនមើលច្បាស់កម្រិតណាសូមអធិស្ឋានអញ្ចឹងណាហើយយើងរាំលេងកំសាន្តបងប្អូនយើងរាំសប្បាយមែនទែនបងប្អូនហើយសម្រាប់ថ្ងៃហ្នឹងផងដែរបានទៅតែមួយយប់ហ្នឹងឯងខ្ញុំអត់បានទៅជាប់រហូតទេបងប្អូនពួកអីទៅមានការងារមានអីដែរអញ្ចឹងណាហើយសម្រាប់វីដេអូថ្ងៃនេះក៏សូមស្នើសុំបងប្អូនដែលទៅលេងគឺជួយចូលជាបច្ច័យសម្រាប់ការលេងបន្តផងពួកអីជាពិសេសខាងកីឡាបើយើងចូលជាថវិកាអីសម្រាប់ការលេងកីឡាពួកអីការប្រកួតអញ្ចឹងគឺត្រូវការឲ្យជាប្រាក់លើកទឹកចិត្តអីចឹងណាចឹងយើងជួយគ្នាទៅវិញទៅមកទៅដើម្បីវត្តយើងបានលេងជាបន្តអញ្ចឹងសម្រាប់វីដេអូមួយនេះមានតែប៉ុណ្្នឹងចាំជួយ share ផងបងប្អូនអរគុណសម្រាប់ការទស្សនាថ្ងៃនេះបាយបាយជម្រាបលា